តើអ្នកធ្លាប់មានអារម្មណ៍ថាខ្លួនឯងមិនឆ្លាតគ្រប់គ្រាន់មិនមានសមត្ថភាពគ្រប់គ្រាន់ឬមិនអាចសម្រេចក្តីសុបិនរបស់ខ្លួនបានដែរឬទេមនុស្សជាច្រើនគិតថាសមត្ថភាពរបស់ខ្លួនគឺជារឿងដែលមិនអាចផ្លាស់ប្ដូរបានប៉ុន្តែការពិតគឺមនុស្សគ្រប់រូបអាចរៀនអាចអភិវឌ្ឍនិងអាចរីកចម្រើនបានប្រសិនបើមានផ្នត់គំនិតត្រឹមត្រូវនៅក្នុងថ្ងៃនេះយើងនឹងស្វែងយល់អំពីរបៀបអភិវឌ្ឍផ្នត់គំនិតលូតលាស់ដែលអាចជួយឲ្យអ្នកជឿជាក់លើខ្លួនឯងក្លាហានប្រឈមនឹងបញ្ហានិងបន្តរីកចម្រើនជារៀងរាល់ថ្ងៃផ្នត់គំនិតលូតលាស់គឺជាអ្វីផ្នត់គំនិតលូតលាស់គឺជាសមត្ថភាពចំណេះដឹងនិងជំនាញរបស់មនុស្សមិនមែនកំណត់តាំងពីកំណើតនោះទេយើងអាចអភិវឌ្ឍវាបានតាមរយៈការរៀនសូត្រការខិតខំប្រឹងប្រែងនិងការអនុវត្តជាបន្តបន្ទាប់មនុស្សដែលមានផ្នត់គំនិតលូតលាស់មើលឃើញបញ្ហាជាឱកាសសម្រាប់ការរៀនសូត្រមិនមែនជាឧបសគ្គដែលធ្វើឲ្យអ្នកបោះបង់នោះឡើយចំណុចទី1ជឿថាអ្នកអាចរៀនបានគ្មាននរណាម្នាក់កើតមកចេះគ្រប់យ៉ាងទេអ្នកជំនាញគ្រប់រូបសុទ្ធតែធ្លាប់ជាអ្នកចាត់តាំងដូច្នេះជំនួសឲ្យការនិយាយថាខ្ញុំមិនអាចធ្វើបានទេសូមផ្លាស់ប្ដូរមកជាខ្ញុំមិនទាន់អាចធ្វើបាននៅឡើយទេប៉ុន្តែខ្ញុំនឹងរៀនហើយខ្ញុំនឹងប្រសើរឡើងការផ្លាស់ប្ដូរពាក្យសម្ដីបន្តិចអាចផ្លាស់ប្ដូរផ្នត់គំនិតរបស់អ្នកបានយ៉ាងច្រើនចំណុចទី2ទទួលយកកំហុសជាមេរៀនកំហុសមិនមែនជាសញ្ញាបង្ហាញថាអ្នកបរាជ័យទេវាគឺជាសញ្ញាបង្ហាញថាអ្នកកំពុងរៀនរាល់កំហុសសុទ្ធតែជាមេរៀនលាក់នៅក្នុងនោះជំនួយការសោកស្ដាយសូមសួរខ្លួនឯងថាតើខ្ញុំអាចរៀនអ្វីពីបទពិសោធន៍នេះចំណុចទី3ស្រឡាញ់ដំណើរការរៀនមនុស្សជាច្រើនផ្ដោតទៅលើលទ្ធផលប៉ុន្តែការរីកចម្រើនពិតប្រាកដកើតឡើងក្នុងដំណើរការរៀនសូត្រនិងការអនុវត្តសូមរីករាយជាមួយនឹងការអានសៀវភៅការហាត់ជំនាញថ្មីនិងការកែលម្អខ្លួនឯងបន្តិចម្ដងជោគជ័យនឹងកើតឡើងដោយស្វ័យប្រវត្តិនៅពេលដែលអ្នកមិនឈប់រៀនចំណុចទី4ទទួលយកការរិះគន់គ្មាននរណាម្នាក់ល្អឥតខ្ចោះទេពេលមានអ្នកផ្ដល់មតិយោបល់សូមកុំប្រញាប់ខឹងសូមស្ដាប់ដោយបើកចិត្តហើយជ្រើសរើសយកអ្វីដែលអាចជួយអ្នកកាន់តែប្រសើរឡើងការរិះគន់ដែលស្ថាបនាគឺជាឱកាសមួយសម្រាប់ការរីកចម្រើនចំណុចទី4ទទួលយកការរិះគន់គ្មាននរណាម្នាក់ល្អឥតខ្ចោះទេពេលមានអ្នកផ្ដល់មតិយោបល់សូមកុំប្រញាប់ខឹងសូមស្ដាប់ដោយបើកចិត្តហើយជ្រើសរើសយកអ្វីដែលអាចជួយអ្នកកាន់តែប្រសើរឡើងការរិះគន់ដែលស្ថាបនាគឺជាឱកាសមួយសម្រាប់ការរីកចម្រើនចំណុចទី5រៀនពីមនុស្សដែលជោគជ័យជំនួយឲ្យការច្រណែនសូមសិក្សាពីមនុស្សដែលជោគជ័យអានសៀវភៅរបស់ពួកគេស្ដាប់ podcast ឬមើលបទសម្ភាសន៍របស់ពួកគេសួរខ្លួនឯងថាតើពួកគេធ្វើអ្វីខ្លះដែលអាចឲ្យខ្ញុំយកមកអនុវត្តបានចំណុចទី6ហ៊ានចេញពីតំបន់សុវត្ថិភាពការរីកចម្រើនមិនកើតឡើងនៅកន្លែងដែលអ្នកមានអារម្មណ៍ថាស្រួលនោះទេសាកល្បងធ្វើអ្វីដែលថ្មីរៀនជំនាញថ្មីនិយាយនៅចំពោះមុខមនុស្សចាប់ផ្ដើមគម្រោងដែលធ្លាប់ខ្លាចការហ៊ានសាកល្បងគឺជាជំហានដំបូងនៃការរីកចម្រើនចំណុចទី7អត់ធ្មត់ការអភិវឌ្ឍខ្លួនមិនកើតឡើងនៅក្នុងមួយយប់ទេវាត្រូវការពេលវេលាការខិតខំនិងការអនុវត្តជាប្រចាំបើថ្ងៃនេះអ្នកល្អជាងម្សិលមិញបន្តិចនោះអ្នកកំពុងតែដើរលើផ្លូវដែលត្រឹមត្រូវហើយសរុបសេចក្តីមកការអភិវឌ្ឍផ្នត់គំនិតលូតលាស់មិនមែនជាការផ្លាស់ប្ដូរមួយភ្លេតទេវាជាដំណើរការដែលត្រូវធ្វើជារៀងរាល់ថ្ងៃសូមចងចាំនៅគន្លឹះទាំងនេះជឿថាអ្នកអាចរៀនបានរៀនពីកំហុសស្រឡាញ់ដំណើរការរៀនទទួលយកការរិះគន់រៀនពីមនុស្សដែលជោគជ័យហ៊ានចេញពីតំបន់សុវត្ថិភាពអត់ធ្មត់និងកុំបោះបង់នៅពេលដែលអ្នកផ្លាស់ប្ដូរផ្នត់គំនិតអ្នកនឹងចាប់ផ្ដើមផ្លាស់ប្ដូរទម្លាប់នៅពេលទម្លាប់ផ្លាស់ប្ដូរជីវិតរបស់អ្នកនឹងផ្លាស់ប្ដូរដែរ